មេតិចអញ្ចឹងជាមួយនឹងម្ហូបចុះបាយប្រកបជាមួយលក់ច្រើនមុខបងប្អូនហើយនិយាយពីថាចុះបាយហើយជាតិតែម្ដងហើយមុខម្ហូបនោះដែរគឺខកូនត្រីកូនស្ត្រីបងប្អូនដែលប្រកបជាមួយនឹងបន្លែជាច្រើនមុខបងប្អូនដូចជាដងវែកចាហើយបន្លែថ្ងៃនេះដែរគឺទៅផ្សារទិញគេទេបងប្អូនហើយចានេះខ្ញុំប្រើដងវែកម្ដុំហើយនឹងបន្លែជាច្រើនទៀតដូចជាកូនចង់នោះក៏ម្ដុំដែរចតុលភ្នំចាឲ្យចន្ទោភ្នំមិនអស់ចិត្តទៅប្រើស្គុនអំបោះហ្នឹងម្ដុំទៀតបន្លែច្រើនពេកសុទ្ធតែឆ្ងាញ់អញ្ចឹងចេះតែរើសយកមកឲ្យបងប្អូនចាឥឡូវកញ្ឆែតបន្ទាប់ពីកញ្ឆែតចាមានស្ពៃកញ្ញាញ់2 3គល់អីអញ្ចឹងមកហើយរត់តែពិសេសទៀតគឺផ្កាស្នោតែមួយដៃពីរដៃមកគឺថាផ្គាប់ជាមួយនឹងខកូនត្រីបងប្អូនកូនសក្រីហ្នឹងការងាយទេហើយបន្លែទាំងអស់នេះដែរមុននឹងយកមកហូបគឺលាងសម្អាតឲ្យបានស្អាតមែនតើណាបងប្អូនព្រោះវាដុះក្នុងទឹកវាមានជាតិស្នឹមជាតិអីចឹងណាបងប្អូនស្នឹមស្លែអញ្ចឹងណាចារៀងវាជំរះ4 10ទឹកមកតតែស្អាតអញ្ចឹងចាំយើងទុកហូបចាជាបន្ទាប់នេះខ្ញុំលាងកូនត្រីចង្វាកពឹសចាចង្វាកពឹសមានត្រីកញ្ចុះទៀតបងប្អូនចាលឺលាយគ្នាចម្រុះអញ្ចឹងណាហើយមិនតែប៉ុណ្ណឹងទេមានថែមទាំងក្តាមទៀតបងប្អូនចាហើយយើងលាងជំរះវាឲ្យស្អាតមកចាមានប៉ុណ្ណឹងអត់គ្រប់ទៅបកក្តាមបាន4 10យកមកទៀតចាហើយក្តាមហ្នឹងក៏ទិញគេដែរថ្ងៃហ្នឹងអត់បានចេញទៅរកទេដោយសារតិចពេកអញ្ចឹងណាបងប្អូនចាលាងហើយដាក់ចូលគ្នាទុកវាឲ្យស្រស់ទឹកមួយឡែកសិនទៅបងប្អូនចាម្ហូបនេះដែរងាយស្រួលធ្វើទេចាហើយអន្លក់ដែរនេះខ្ញុំរកបាននេះគឺទិញគេដូចប្រាប់បងប្អូនអញ្ចឹងហើយមានច្រើនមុខទៀតបងប្អូនដោយសារតែទិញបានតែប៉ុណ្្នឹងបង្ហាញបងប្អូនប៉ុណ្្នឹងទៅហើយគ្រឿងក្រៅមានដូចជាគល់សក្រីចារំដេងយកតែដើមខ្ចីបងប្អូននឹងគល់ហើយស្លឹកល្មៀត2 3ត្រួយអញ្ចឹងមកចាហើយមានតែម្រេចខ្ទឹមប៊ីចេងស្ករទឹកត្រីហ្នឹងបងប្អូននិងអំបិលតិចតួចជាដំបូងនេះខ្ញុំហាន់គល់លក្រីឲ្យស្ដើងបងប្អូនហើយជាពិសេសគឺរំដេងនេះខ្ញុំយកតែអាដើមខ្ចីចាហើយមើមវាហ្នឹងហាន់ទូចស្ដើងដែរចាហើយស្លឹកល្មៀតអាខ្ចីហ្នឹង2 3ត្រួយអញ្ចឹងមកចាហើយមើមខ្ទឹម2 3កំពឹសចាឲ្យវាម៉ត់មកហើយស្លឹកក្រូចសើចបន្តិចដែរនិងម្ទេស2 3គ្រាប់មកបងប្អូនចាយើងដាក់តែត្រីដែលយើងទុកឲ្យស្រស់ទឹកមិញចូលឆ្នាំងចាក់គ្រឿងយកតែម្ដងគឺមានទឹកត្រីប៊ីចេងស្ករនិងអំបិលអត់មានអីច្រើនទេគ្រឿងខ្មែរយើងបងប្អូនមុខម្ហូបមួយនេះមិនប្រើគ្រឿងអីច្រើនទេចាហើយដាក់មើមខ្ទឹមដែលបានចិញ្ច្រាំចាស្លឹកល្មៀតហ្នឹងហើយគល់រំដេងខ្ចីគល់ស្គ្រីហ្នឹងបងប្អូនចាហើយម្រេចមិញហ្នឹងបងប្អូនបុកក៏បានដាក់ទាំងគ្រាប់ក៏បានដែរចានាងខ្ញុំថ្ងៃនេះដាក់ទាំងគ្រាប់តែម្ដងចាហើយកូរច្បល់វាអស់មកដែលយើងបានផ្សំមិញគ្រឿងក្រើចាច្បល់វាចុះឡើងឲ្យសព្វមកក្របទៅគម្របដាក់ផ្ទះផ្លែតមកថ្ងៃហ្នឹងដោយសារសើមអញ្ចឹងណាបងប្អូនមេឃភ្លៀងអញ្ចឹងអត់បានដាក់ខ្ជូងដាក់អុសអីទេវាហុយអញ្ចឹងណាចាគាត់ដាក់តែ4 5នាទីបងប្អូនឲ្យចិត្តឆ្អិនបាត់ចាយើងលើកវារលាក់បងប្អូនដើម្បីកុំឲ្យវាបែកសាច់ត្រីចាដើម្បីឲ្យវាសព្វគ្រឿងអញ្ចឹងចាហើយដាក់ទៅមកសន្ធោសទៀតគឺឆ្អិនតែល្មមតែម្ដងចាមុខម្ហូបនេះគឺងាយណាស់បងប្អូនគ្រាន់តែ4 10នាទីហ្នឹងគឺឆ្អិនបាត់ហើយចាហើយនិយាយពីក្លិនវិញឈ្ងុយរំដេងល្មៀតគល់សក្រីដែលគ្រឿងដែលយើងបានផ្សំបាញ់មិញហ្នឹងនិយាយពីថាឈ្ងុយយកតែម្ដងមុខម្ហូបឯមុខនេះគឺងាយធ្វើឲ្យប្រើគ្រឿងតិចមែនតែនតែអ្វីដែលសំខាន់គឺបន្លែអន្លក់បងប្អូនច្រើនមុខហើយនៅមានច្រើនមុខពីហ្នឹងទៀតបងប្អូនតែនឹងខ្ញុំរើសយកតែប៉ុណ្្នឹងទេដើម្បីបង្ហាញបងប្អូនណាចាឥឡូវផ្គាប់ដាក់ជាមួយមកបងប្អូនហើយកូនចង់ដាក់មួយម៉ាត់មកគឺស្រួយខ្ញោកតែម្ដងបងប្អូនបន្លែប៉ុណ្នេះគឺបង្ហាញបាញ់មិញឬរត់ទៅយកនៅធុងទឹកកកម៉ែអត់ដឹងមានតសក់ចាហើយនឹងស្លឹកលៀបទៀតដាក់មកនិយាយពីថាជាតិតែម្ដងបងប្អូនហើយអ្នកស្វ័យរៀងដឹងស្រាប់ហើយបន្លែអន្លក់បងប្អូនណាក៏ឆ្ងល់ដែរនិយាយពីប្លែកប៉ុន្តែឆ្ងាញ់តែម្ដងអន្លក់អស់ហ្នឹងណាចាយើងផ្គាប់ដាក់ឲ្យពេញមាត់បងប្អូនរសជាតិនិយាយពីឆ្ងាញ់ហើយរបៀបស្រុកស្រែការរស់នៅហូបចុកមានតែប៉ុណ្្នឹងទេចាជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់